ផ្សារចាស់ជាផ្សារមានប្រវត្តិកាលដំបូងមុនគេនៅភ្នំពេញតាំងតែពីរាជស្ដេចពន្យាយ៉ាណទីតាំងផ្សារចាស់មានប្រវត្តិកកាត់ដំបូងគឺមានតាំងពីរជ្ជកាលព្រះបាទពន្យាយ៉ាណដែលព្រះអង្គបានកសាងព្រះបរមរាជវាំងនៅវត្តភ្នំដោយយកទន្លេនាត្រើយខាងកើតធ្វើជាកំពែងហើយបានជីកព្រែកនៅត្រើយខាងត្បូងគឺព្រែកពីមខ្លងនិងព្រែកពងពាយនៅចិនដំដែកជារបងកំពែងព្រះបរមរាជវាំងចំណែកត្រង់ព្រែកពីមខ្លងគឺជាកន្លែងដោះដូរពាណិជ្ជកម្មខ្មែរនាសម័យនោះដូចជាត្រីសាច់បន្លែនិងភោគផលនានាព្រោះទីតាំងនេះមានលក្ខណៈងាយស្រួលដល់ការចូលទូកដែលមកពីជ្រោយចង្វារនិងអរិយខ្សាត់លុះដល់សម័យក្រោយមកទៀតគឺក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទនរោត្តមទ្រង់បានបដូររាជធានីមកចាត់ទៅមុខវិញនៅក្នុងឆ្នាំ1865ទីតាំងផ្សារនេះមានប្រជារាស្ត្រខ្មែរធ្វើចំនួនដដែលរហូតដល់ឆ្នាំ1890ផ្សារចាស់បានចាប់ផ្ដើមសាងសង់និងបញ្ចប់នៅក្នុងឆ្នាំ1895ផ្សារនេះបានបាត់ដំណើរការចរាចរណ៍ជួញដូរផលិតផលផ្សេងៗជាច្រើននៅក្នុងសម័យសង្គមរាស្ត្រនិយមរហូតដល់ពេលដែលប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមក្នុងឆ្នាំ1975ក៏ត្រូវបានបិទទ្វាររហូតដល់ឆ្នាំ1980ទើបបានត្រូវបាត់ដំណើរការឡើងវិញដែលនៅក្បែរនោះគឺសម្បូរការជួញដូរអំបិលអង្ករឈើនិងត្រីសម្រាប់ធ្វើប្រហុកជាដើមផ្សារនេះធ្លាប់ត្រូវបានភ្លើងឆេះនៅថ្ងៃទី24ខែធ្នូឆ្នាំ2014កន្លងទៅនេះគិតមកត្រឹមឆ្នាំ2025ផ្សារចាស់មានអាយុកាល130ឆ្នាំទៅហើយ